ក្នុងវីដេអូនេះយើងនឹងនិយាយពីរបស់ដែលយើងមិនអាចមើលឃើញប៉ុន្តែវាមាននៅជុំវិញឬក្នុងខ្លួនរបស់យើងមីក្រូផ្លាស្ទិកជាបញ្ហាចម្បងមួយសម្រាប់ប្រទេសកម្ពុជាព្រោះតែការកើនឡើងនៃកាកសំណល់ផ្លាស្ទិកស្របពេលដែលយើងឃើញកាកសំណល់ផ្លាស្ទិកហើរនៅតាមចិញ្ចើមផ្លូវឬក្នុងទន្លេកម្ទេចផ្លាស្ទិកតូចៗដែលមិនអាចមើលឃើញដោយភ្នែកទទេបានកំពុងជ្រៀតចូលទៅក្នុងអាហារទឹកនិងរាងកាយរបស់យើងមីក្រូផ្លាស្ទិកជាភាគល្អិតដែលមានទំហំតូចជាង5មីលីម៉ែត្រមិនអាចមើលឃើញបានដោយភ្នែកទទេវាកើតឡើងពីកាកសំណល់ផ្លាស្ទិកសម្លៀកបំពាក់សម្បកកំប៉ុងរបស់ផលិតផលនានាដែលបានបំបែកខ្លួនក្លាយជាភាគល្អិតតូចៗប៉ុន្តែមិនអាចរលាយទៅក្នុងបរិស្ថានវិញបាននៅប្រទេសកម្ពុជាផ្លាស្ទិកត្រូវបានក្លាយជាផ្នែកមួយដ៏សំខាន់នៃជីវភាពប្រចាំថ្ងៃរាប់តាំងពីសម្បកកញ្ចប់ផលិតផលដបទឹករហូតដល់ផ្នែកផ្សេងៗនៃសម្ភារៈប្រើប្រាស់ដូចជាយានយន្តហើយចំពោះអាយុកាលនៃការប្រើប្រាស់របស់ផ្លាស្ទិកមួយចំនួនមានអាយុតិចជាង5នាទីជាពិសេសសម្បកវេចខ្ចប់ចំណីអាហារដូចជាហ្វូមស្នោផ្លាស្ទិកស្ដើងនិងថង់ផ្លាស្ទិកជាដើមនៅពេលដែលយើងចោលសម្រាមផ្លាស្ទិកទៅលើដីឬក្នុងទឹកវាបានបំបែកខ្លួនទៅជាបំណែកតូចល្អិតហើយបំណែកទាំងនោះអាចរកឃើញនៅក្នុងទឹកអាហារសមុទ្រត្រីអំបិលអង្ករខ្យល់និងធូលីដូចនេះតើអ្នកដឹងទេថាមីក្រូផ្លាស្ទិកទាំងនេះអាចបង្កជាផលប៉ះពាល់ដូចម្តេចខ្លះចំពោះសុខភាពផលប៉ះពាល់សំខាន់ៗមានដូចជាទី1វាបង្កការរំខានដល់អរម៉ូនជាពិសេសផ្លាស្ទិកដែលមានផ្ទុកសារធាតុ BPA និងផ្តាឡេតព្រោះសារធាតុទាំងនេះអាចមានសកម្មភាពដូចអរម៉ូនក្នុងរាងកាយហើយវាអាចបណ្ដាលឲ្យមានភាពមិនប្រក្រតីឬគ្មានលំនឹងអរម៉ូនភេទជាហេតុធ្វើឲ្យពិបាកមានកូនធាត់ខុសប្រក្រតីរាំងស្ទះដល់ការលូតលាស់កុមារនិងអាចបង្កជាជំងឺមហារីកទី2វាបណ្ដាលឲ្យរលាកនិងបំផ្លាញកោសិកាព្រោះនៅពេលដែលមីក្រូផ្លាស្ទិកចូលទៅក្នុងសរីរាង្គដូចជាថ្លើមសួតឬពោះវៀនរាងកាយនឹងព្យាយាមកម្ចាត់វាដែលបង្កឲ្យមានការរលាករ៉ាំរ៉ៃរហូតអាចធ្វើឲ្យខូចខាតដល់ DNA នៃកោសិកាហើយវាអាចបង្កជាជំងឺរ៉ាំរ៉ៃផ្សេងៗថែមទៀតទី3វាប៉ះពាល់ដល់សុខភាពពោះវៀនដោយសារបាត់បង់តុល្យភាពនៃបាក់តេរីល្អមីក្រូផ្លាស្ទិកអាចសម្លាប់បាក់តេរីល្អនិងជួយឲ្យបាក់តេរីអាក្រក់នៅក្នុងពោះវៀនលូតលាស់បានកាន់តែច្រើនជាហេតុធ្វើឲ្យប្រព័ន្ធរំលាយអាហារនិងប្រព័ន្ធការពាររាងកាយរបស់យើងចុះខ្សោយទី4វាជាវត្ថុចម្លងជាតិពុលព្រោះផ្ទៃរបស់វាប្រៀបបានទៅនឹងភ្នាក់ងារស្រូបយកជាតិពុលពីក្នុងទឹកនិងដីហើយជាពិសេសសារធាតុពុលដូចជាលោហៈធ្ងន់ឬថ្នាំសម្លាប់សត្វល្អិតជាដើមដូចនេះនៅពេលដែលសត្វផ្សេងៗស៊ីមីក្រូផ្លាស្ទិកទាំងនោះជាតិពុលនឹងចូលទៅក្នុងខ្លួនរបស់វាហើយក៏អាចឆ្លងដល់យើងផងដែរទី5វាបង្កផលប៉ះពាល់ដល់ទារកមីក្រូផ្លាស្ទិកត្រូវបានអ្នកវិទ្យាសាស្ត្ររកឃើញនៅក្នុងឈាមរបស់មនុស្សដែលជាបញ្ហាចម្បងមួយសម្រាប់ស្ត្រីមានផ្ទៃពោះនេះមានន័យថាមីក្រូផ្លាស្ទិកស្ថិតនៅគ្រប់ទីកន្លែងហើយវាបង្កជាផលប៉ះពាល់ដល់ការលូតលាស់ខួរក្បាលនិងរាងកាយរបស់ទារកទើបនឹងកើតសរុបមកវិញមីក្រូផ្លាស្ទិកមិនគ្រាន់តែជាកាកសំណល់បរិស្ថានប៉ុណ្ណោះទេវាថែមទាំងជាសារធាតុគីមីដ៏គ្រោះថ្នាក់ដែលអាចបង្កជាជំងឺរ៉ាំរ៉ៃយ៉ាងស្ងៀមស្ងាត់នេះហើយជាមូលហេតុដែលការកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិកនិងការជ្រើសរើសអាហារឲ្យបានត្រឹមត្រូវមានសារៈសំខាន់យ៉ាងខ្លាំងសូមជួយ like និង share ប្រសិនបើអ្នកយល់ថាវីដេអូនេះមានប្រយោជន៍ចំពោះអ្នកនិងអ្នកដទៃ